គុណតម្លៃនៃភាពអត់ធ្មត់ជីវិតដែលមានភាពអត់ធ្មត់នឹងនាំមកនូវលទ្ធផលវិជ្ជមានជាច្រើនយើងមានសក្តានុពលច្រើនលើសលប់នៅក្នុងខ្លួនតែបើខ្វះភាពអត់ធ្មត់ឱកាសនៃការបង្ហាញភាពខ្លាំងចេញមកក៏អាចនឹងបាត់បង់ដែរយើងអត់ធ្មត់យើងអាចផ្ចង់អារម្មណ៍សង្កេតវិភាគគ្រប់គ្រងស្ថានភាពដែលអាចនឹងកើតមានឡើងហើយរកដំណោះស្រាយដ៏សមស្របប្រកបដោយសន្តិវិធីយើងអត់ធ្មត់យើងក៏ចំណេញមនុស្សជុំវិញខ្លួនយើងក៏ចំណេញភាពស្រណុកធ្វើឲ្យមនុស្សខ្វះភាពអត់ធ្មត់រីឯការលំបាកនឹងធ្វើឲ្យមនុស្សចេះអត់ធ្មត់យ៉ាងណាមិញយើងអាចយកបុព្វបុរសយើងជាគំរូបានជាពិសេសយាយតាយើងឪពុកម្ដាយយើងឬមនុស្សដែលកើតមកនៅក្នុងសម័យដែលសង្គមមិនទាន់ទំនើបជឿនលឿនភាពអត់ធ្មត់ជាគុណតម្លៃដ៏ពិសេសដែលមនុស្សគ្រប់សម័យកាលត្រូវតែមានបើខ្វះភាពអត់ធ្មត់ចិត្តយើងនឹងឆាប់ខឹងឆាប់ឆេវឆាវឆាប់ជ្រួលច្របល់ឆាប់ចលាចលនឹងរឿងដែលយើងប្រឈមដែលអាចនាំឲ្យខូចប្រយោជន៍ក៏មាន